សួស្តីអ្នកនរគ្នាវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការលាងម៉ូតូរបស់ខ្ញុំហើយជាដំបូងហ្នឹងគឺត្រូវដោះកាតាបដយចេញព្រោះកាតាបហ្នឹងអត់មាន waterproof ទេកុំឲ្យលាងទៅប្រឡាក់វាអៀចប្អូនអញ្ចឹងជំហានទី1គឺខ្ញុំធ្វើការលាងសាប៊ូហើយចំពោះបរិមាណទឹកក៏ដូចជាសាប៊ូហ្នឹងគឺអាស្រ័យលើអ្នកនរគ្នាដាក់ទេអ្នកនរគ្នាស្រឡាញ់ដាក់ប៉ុណ្ណាសាប៊ូលាយប៉ុណ្ណាអាហ្នឹងទៅតាមចំណូលចិត្តអ្នកនរគ្នាហើយខ្ញុំមានធុងមួយដើម្បីខ្ញុំដាក់ជក់ដាក់ច្រាសដោះកង់ក៏ដូចជាអប៉ុងដើម្បីលាងទួលម៉ូតូហើយបន្ទាប់មកសាប៊ូទៅតាមបរិមាណដែលអ្នកនរគ្នាចង់ដាក់ហើយបន្ទាប់មកធ្វើការលាយបាញ់ជាមួយទឹកឲ្យបាញ់ពពុះស្គល់ហើយបន្តមកទៀតគឺខ្ញុំធ្វើការបាញ់ទឹកឲ្យវាមានសំណើមទៅលើម៉ូតូសិនដើម្បីខ្ញុំបាញ់សាប៊ូតង់ទី1បន្តមកទៀតគឺខ្ញុំធ្វើការដូរក្បាលបាញ់ចេញដាក់ក្បាលបាញ់សាប៊ូហើយបន្តមកធ្វើការបាញ់ជុំវិញម៉ូតូរបស់យើងទៅដើម្បីឲ្យដីធូលីអីនៅលើវាហូរស្រក់ទៅតាមសាប៊ូរបស់យើងអញ្ចឹងនៅពេលដែលយើងបាញ់ឬក៏យើងលាងអីទៅវាអត់ឆ្កូតអត់អីចឹងអញ្ចឹងក្រោយអំពីទុកមួយសបកមកអាហ្នឹងទៅតាមអ្នកនរគ្នាមើលតាមជាក់ស្ដែងទៅអញ្ចឹងខ្ញុំក៏ធ្វើការបាញ់ជំរុះហើយបន្ទាប់មកយើងធ្វើការលូកលាន់បាញ់ខាងក្រោមកង់ម៉ូតូកង់អីអស់ទៅហើយជាទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំបាញ់លាងបាញ់អីអញ្ចឹងហើយគឺខ្ញុំមានអា spray កំប៉ុងដើម្បីបាញ់ឈីតហ្នឹងជក់មួយហ្នឹងដើរដោះពេញតាមម៉ូតូអញ្ចឹងទៅដោយសារតែអាកលុកកលៀតតិចតួចហ្នឹងបើយើងអត់យកជក់ហើយជាមួយនឹងកំប៉ុង spray ដែលយើងលាយដាក់ទឹកសាប៊ូមិញហ្នឹងទេគឺវាដោះអត់ស្អាតកលុកកលៀតទេដូចអ្នកនរគ្នាបានឃើញអញ្ចឹងមានកលុកកលៀតជាច្រើនអញ្ចឹងយើងចំណាយពេលលើការងារកន្លែងហ្នឹងបានតិចទៅយើងហត់មុនបន្តិចក៏ប៉ុន្តែ step បន្ទាប់ទៀតគឺងាយស្រួលបន្តមកទៀតគឺខ្ញុំធ្វើការបាញ់សម្អាតទឹកស្អាតម្សៅទៀតទៅត្រង់ចំណុចដែលយើងបានបាញ់ដុសលាងបាញ់ហ្នឹងឲ្យវាស្អាតជ្រះដីដែលបានចេញពីកលៀតដែលយើងបានដុសមុនហ្នឹងបន្តមកគឺខ្ញុំធ្វើការបាញ់សាប៊ូទៅលើតង់ទី2ដែលយើងនឹងធ្វើការដុសទៅលើតួម៉ូតូរបស់យើងតែម្ដងដែលខ្ញុំមានអេប៉ុងមួយជាមួយនឹងធុងដែលយើងបានលាយសាប៊ូមុននេះហើយជាទម្លាប់របស់ខ្ញុំហ្នឹងគឺខ្ញុំធ្វើការលាងពីផ្នែកតួខាងលើចុះមកក្រោមមានន័យថាយើងប៉ះពាល់ខាងលើអស់ហើយចំនួនចំណុចកង់ក៏ដូចជាបាតម៉ាស៊ីនគឺខ្ញុំធ្វើក្រោយគេដោយសារតែកន្លែងហ្នឹងវាចង្កៅវាអាចនៅមានធូលីមានអីអញ្ចឹងបើសិនជាយើងប៉ះអាហ្នឹងហើយយើងទៅប៉ះតួទឹកថ្នាំខាងលើវាអាចធ្វើឲ្យឆ្កូតអញ្ចឹងបន្ទាប់ពីរួចរាល់អស់ហើយគឺខ្ញុំធ្វើការបាញ់លាងសម្អាតសម្រាប់តែម្ដងដើម្បីយើងយកអុសម៉ូតូហ្នឹងយកទៅដើម្បីធ្វើការផ្លុំក៏ដូចជាជូតសម្អាតផងដែរហើយឥឡូវនេះគឺខ្ញុំមានម៉ាស៊ីនផ្លុំមួយអ្នកនរគ្នាអាចប្រើប្រភេទណាក៏បានដែរឲ្យតែគាត់ទៅស្រួលពីព្រោះអីម៉ាស៊ីនផ្លុំនេះគឺខ្ញុំ recommend មែនតើដោយសារតែវាបានជួយការងារយើងបានច្រើនបន្ទាប់មកទៀតខ្ញុំធ្វើការបាញ់ wax តែ wax នេះគឺវាជួយជំនួយមែនតើនៅពេលដែលយើងបាញ់នៅលើផ្ទៃសាមទៅយើងជូតទៅវានឹងមានភាពរលោងចេញភ្លាមតែម្ដងហើយចំពោះការជូតរបស់ខ្ញុំក៏ដូចជាការដោះសាប៊ូផងដែរគឺខ្ញុំធ្វើការជូតពីខាងលើចុះមកក្រោមមានន័យថាចំណុចកង់ក៏ដូចជាបាតម៉ាស៊ីនខាងក្រោមហ្នឹងគឺយើងធ្វើការជូតក្រោយគេដើម្បីកុំឲ្យប៉ះពាល់ទៅដល់ទឹកថ្នាំបន្តមកទៀតគឺខ្ញុំយកកសែងទី2ដើម្បីធ្វើការជូតជុំវិញម៉ូតូមួយសាទៀតដោយសារតែ wax ជាងបែងមិញហ្នឹងនៅពេលដែលយើងជូតកសែងទី1ឬក៏តង់ទី1ហ្នឹងវានៅសល់ជាតិ wax នៅលើហ្នឹងដែលវាធ្វើបតាអញ្ចឹងយើងដាក់កសែងទី2ដើម្បីយើងជូតឡើងវិញទៅវានឹងធ្វើឲ្យកន្លែងដែលយើងបានជូតទាំងប្រមាណហ្នឹងវានឹងកាន់តែភ្លឺរលោងជាងមុនទៀត ហើយបន្តមកគឺខ្ញុំធ្វើការបាញ់ទឹកដើម្បីចិញ្ចឹមជ័រខ្មៅដើម្បីឲ្យជ័រខ្មៅរបស់យើងមានសភាពខ្មៅរលូនក៏ដូចជាការពារកុំឲ្យស្លុកផងដែរ ហ
ហើយមិនភ្លេចទេតែលាងម៉ូតូហើយកង់អត់ខ្មៅគឺមិនមែនហៅថាលាងម៉ូតូទេអញ្ចឹងយើងត្រូវដុសលាងឲ្យស្អាតហើយបន្ទាប់មកកង់ហ្នឹងគឺត្រូវឲ្យខ្មៅ